គ្រោះថ្នាក់ខ្លាំងណាស់ព្រោះពេលនោះអូប៊ីតូបានចាប់សាស្កេនិងណារូតូជាប់ហើយចង់ប្រើសារធាតុពណ៌ខ្មៅបំបែកខ្លួនរបស់ពួកគេមកកណាត់ខាងលើសំណាងណាស់ដែលណារូតូឆ្លាតជាប្រើដៃចក្រាទៅប៉ះប៉ារបស់គាត់ហើយប៉ារបស់គាត់អាចទេលផតពួកគេចេញពីទីនោះបានបន្ទាប់មកអូប៊ីតូបានចាប់ផ្ដើមប្រែរូបរាងគ្រប់គ្រងខ្លួនឯងឡើងបានទៀតហើយព្រោះកតុយ10នៅក្នុងខ្លួនរបស់គាត់ចង់គ្រប់គ្រងខ្លួនមួយនឹងប៉ុន្តែអូប៊ីតូមិនឲ្យវាធ្វើអញ្ចឹងបានទេក៏ព្យាយាមទាញខ្លួនឯងមកវិញឆ្លៀតអាការនោះមីណាតូក៏ចង់ចូលទៅវាយប្រហារអូប៊ីតូតែដល់ពេលដែលអូប៊ីតូអាចគ្រប់គ្រងកតុយ10នៅក្នុងខ្លួនរបស់គាត់បានល្មមពេលនោះអូប៊ីតូបានវាយមីណាតូឲ្យដាច់ដៃម្ខាងហើយថែមទាំងបានបង្កប់គ្រាប់បែកមួយទេលផតទៅតាមមីណាតូថែមទៀតសភាពការនៅពេលនោះពិតជាអាសន្នខ្លាំងណាស់សំណាងល្អហោខាហ្គេទី2បានមកទាន់ហើយទេលផតគ្រាប់បែកនោះយកទៅសងឲ្យអូប៊ីតូវិញស្របពេលជាមួយគ្នាហាស៊ីរ៉ាម៉ាក៏កំពុងតែប្រឈមមុខជាមួយនឹងម៉ាត្រាផងដែរពេលឃើញការប្រយុទ្ធរបស់ហោខាហ្គេសាហាវអញ្ចឹងកងទ័ពភាគច្រើនបានបាក់ស្បាតពួកគេម្នាក់គិតថាខ្លួនឯងអាចបានការអីទេបើចូលទៅមានតែងាប់ពេលនោះស៊ីកាម៉ារុបាននិយាយតាមទេលេផាតទៅលើកទឹកចិត្តពួកគេជួយឲ្យពួកគេមានកម្លាំងចិត្តប្រយុទ្ធតទៅទៀតយើងត្រឡប់ទៅមើលអូប៊ីតូវិញការផ្ទុះលើកមុនសាហាវខ្លាំងណាស់ឡើងខុងដីប៉ុន្តែនៅតែធ្វើអីអូប៊ីតូអត់បានព្រោះគាត់មានសារធាតុខ្មៅជួយការពារខ្លួនបន្តមកណារូតូនិងសាស្កេបានសម្រុកចូលទៅវិញម្ដងដោយណារូតូប្រើរ៉ាសិនស៊ូរ៉ាខាន់ហើយសាស្កេប្រើភ្លើងខ្មៅរួមបញ្ចូលគ្នាចំណែកហោខាហ្គេទី2និងទី4បានដាក់ម៉ាកទេលេផតឲ្យគ្នាទៅវិញទៅមកដើម្បីត្រៀមចាំបដូរកន្លែងគ្នាអាម៉ាកនោះហោខាហ្គេទី2ក៏បានលួចដាក់នៅលើខ្លួនរបស់អូប៊ីតូផងដែរការពីអូប៊ីតូវាយប្រហារគាត់នៅលើកមុនអញ្ចឹងហើយទៅពេលនោះពួកគេអាចដូរកន្លែងគ្នាចុះឡើងហើយនៅទីបំផុតណារូតូនិងសាស្កេអាចរួមគ្នាសុទ្ធអូប៊ីតូបានយ៉ាងពេញលំហឹងប៉ុន្តែទោះបីជាការវាយនោះខ្លាំងយ៉ាងណាក៏ដោយក៏វានៅតែមិនអាចធ្វើអីអូប៊ីតូបានដដែលពេលនោះពួកគេសង្ស័យថាក្បាច់នីនជូស៊ូមិនអាចធ្វើអីអូប៊ីតូបានទេជាមួយគ្នាផងដែរហោខាហ្គេទី2ចាប់អារម្មណ៍ថាដៃរបស់ហោខាហ្គេទី4ដាច់យូរហើយមិនតាន់ដល់មកវិញទៀតបានន័យថាចាប់ពីពេលនេះតទៅពួកគេត្រូវវាយឲ្យប្រយ័ត្នព្រោះបើមិនចឹងទេអូប៊ីតូអាចនឹងវាយពួកគេឲ្យរលាយរហូតបន្តមកដល់ពេលដែលកង្កែបហ្គាម៉ាគីឈីត្រូវត្រឡប់ទៅវិញប៉ុន្តែមុនចាក់ចេញទៅហ្គាម៉ាគីឈីបានព្រួតទឹកមាត់ដាក់អូប៊ីតូដើម្បីទុកជាកាដូពេលនោះណារូតូចាប់អារម្មណ៍ថាទឹកមាត់របស់កង្កែបហ្គាម៉ាគីឈីដូចជាមានឥទ្ធិពលលើអាសារធាតុខ្មៅរបស់អូប៊ីតូបានន័យថាប្រហែលជាសេជូស៊ូអាចចាត់ការអូប៊ីតូបានបន្តមកជ្រាបពេលអូប៊ីតូកំពុងតែជាប់និយាយគ្នាជាមួយនឹងហោខាហ្គេទី4ណារូតូក៏ប្រើទម្រង់សេកហើយហោខាហ្គេទី2ក៏ជួយទេលេផតគាត់ទៅវាយប្រហារអូប៊ីតូពីក្រោយការវាយនៅលើនោះពិតជាបានធ្វើឲ្យអូប៊ីតូត្រូវរបួសខ្លះពិតមែនប៉ុន្តែមិនយូរទេអូប៊ីតូក៏បានព្យាបាលរបួសមកវិញការប្រយុទ្ធបន្តទៀតអូប៊ីតូបានបញ្ចេញ Tail Beast Bomb ចំនួន4គ្រាប់ហើយក៏បានធ្វើរបាំងក្រហមព័ទ្ធកងទ័ពទាំងអស់មិនឲ្យចេញទៅណាទេបានន័យថាគាត់ចង់សម្លាប់ពួកគេទាំងអស់គ្នានៅក្នុងរបាំងនោះតែម្ដងនៅពេលនោះហោខាហ្គេទី2និងទី4ដែលចេះ Teleport មិនដឹងថាគូជួយនរណាចោលនរណាខ្លះទេប៉ុន្តែណារូតូមានកំណត់មួយហើយគាត់បានសុំប៉ារបស់គាត់ជល់ដីគ្នាដែលវាធ្វើឲ្យគូរ៉ាម៉ានៅក្នុងខ្លួនប៉ារបស់គាត់បានជួបជាមួយនឹងគូរ៉ាម៉ានៅក្នុងខ្លួនរបស់គាត់វិញគួររំលឹកឡើងវិញថាការពីមុនមីណាតូបានពុះចក្រារបស់គូរ៉ាម៉ាចេញជាពីរចំណែកមួយចំណែកដាក់នៅក្នុងខ្លួនរបស់ណារូតូមួយចំណែកទៀតគឺដាក់ចូលទៅក្នុងខ្លួនរបស់គាត់ពេលនេះណារូតូមានចក្រារបស់គូរ៉ាម៉ាកាន់តែច្រើនហើយគាត់ក៏អាចចែកចាយទៅកាន់ក្រុមរបស់គ្នាគាត់បានកាន់តែច្រើនផងដែរបន្តមកមុនពេលដែល Tail Beast Bomb ផ្ទុះមីណាតូអាច Teleport កងទ័ពទាំងអស់ចេញទៅខាងក្រៅរបាំងបានដោយសុវត្ថិភាពពិតជាគ្រោះថ្នាក់ខ្លាំងណាស់